រឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលវ៉ាងលៀង វ៉ងឡែង និងតាម៉ៅ ដេហ៊ីវ បានជិះរទេះសេះជាមួយពីរអ្នកតានិងចៅដើម្បីធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព ប៉ុន្តែនៅតាមផ្លូវពួកគេបានជួបប្រឈមមុខជាមួយក្រុមទាហានអាយ៉ង Puppet Soldiers មួយក្រុមដែលកំពុងដឹកជញ្ជូនស្បៀងអាហារ ដើមឡើយវ៉ាងលៀងមិនចង់បង្កើតរឿងធំនោះទេ ប៉ុន្តែរទេះរបស់ក្រុមទាហានអាយ៉ងបានជាប់ផុងនៅក្នុងគំនរថ្មពួកទាហានបានឃាត់រទេះរបស់ពួកគេឲ្យចុះទៅជួយរុញតាម៉ៅជាមនុស្សមានកំហឹងឆេវឆាវចង់ស្ទុះទៅវាយពួកទាហានភ្លាមប៉ុន្តែត្រូវបានវ៉ាងលៀងឃាត់ទាន់ពេលចុះទៅជួយរុញរទេះពួកទាហានបែរជាអង្គុយមើលធ្វើប្រងើយធ្វើឲ្យវ៉ាងលៀងនិងតាម៉ៅមិនសមចិត្តយ៉ាងខ្លាំងតាម៉ៅក៏ដើរល្បិចស្រែកហៅរុញប៉ុន្តែមិនព្រមបញ្ចេញកម្លាំងឡើយឃើញដូច្នេះពួកទាហានក៏បង្ខំឲ្យតានិងចៅដែលធ្វើដំណើរជាមួយគ្នានោះមកជួយរុញដែរតាស៊ូសុំអង្វរដោយសារចៅរបស់គាត់មានជំងឺប៉ុន្តែទាហានអាយ៉ងមិនស្ដាប់ហើយថែមទាំងស្ទុះទៅវាយដំនិងជន់តាយ៉ាងព្រៃផ្សៃលើដីទង្វើនេះបានធ្វើឲ្យតាម៉ៅទប់កំហឹងលែងបានគាត់បានប្រើកម្លាំងបុកក្រឡាប់រទេះសេះលើកបាវស្បៀងក្រវាត់បុកពួកទាហានហើយស្ទុះទៅបុកទាហានម្នាក់ហោះរាប់សិបម៉ែត្រវ៉ាងលៀងក៏បានស្ទុះទៅជួយប្រយុទ្ធដកអាវុធរំដោះស្ថានការភ្លាមផ្នែកទី2អាចកំបាំងអាវុធសម្ងាត់និងការលាក់ខ្លួនបន្ទាប់ពីសត្រូវទាំងអស់ត្រូវបានកំទេចវ៉ាងលៀងបានពិនិត្យមើលសពទាហានអាយ៉ងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះទាហានភាគច្រើនត្រូវបានសម្លាប់ដោយអាវុធសម្ងាត់ York Weapons គាត់ក៏ចាប់ផ្ដើមសង្ស័យថាតានិងចៅពីរនាក់នេះមិនមែនជាអ្នកស្រុកធម្មតានោះឡើយបន្ទាប់មកតាម៉ៅបានច្រឡំមាត់ប្រាប់តានិងចៅនោះថាពួកគេទាំងពីរជាទាហាននៃក្រុមការងារប្រយុទ្ធ Armed Work Team ធ្វើឲ្យវ៉ាងលៀងខឹងស្ទើរតែគួតឈាមដើរបានបន្តិចតាម៉ៅបានរើសកាំភ្លើងមួយដើមពីដីប៉ុន្តែដោយសារភាពឆ្គងគាត់បានរអិលជើងដួលធ្វើឲ្យកាំភ្លើងផ្ទុះសំឡេងកាំភ្លើងនេះបានតាក់ទាញអារម្មណ៍ក្រុមទាហានជប៉ុនដែលនៅជិតនោះឲ្យដេញតាមមកវ៉ាងលៀងនិងតាម៉ៅបានស្ទុះទៅពួននៅក្នុងរូងចាងកាម៉ាស់ឬគំនរចាងកាម៉ាស់ទាហានជប៉ុនបានមកដល់ហើយបានរកឃើញតានិងចៅដែលកំពុងពួននៅទីនោះដែរតាបានធ្វើជាភ័យខ្លាចហើយបង្វែរដានដោយចង្អុលប្រាប់ជប៉ុនថាមានមនុស្សពីរនាក់រត់ទៅទីផ្សេងពួកជប៉ុនក៏ដេញតាមទៅពេលវ៉ាងលៀងនឹងតាម៉ៅចេញពីកន្លែងពួនពួកគេស្រាប់តែឃើញទាហានជប៉ុនដែលនៅចាំយាមត្រូវគេសម្លាប់ចោលទាំងអស់ហើយតានិងចៅក៏បាត់ខ្លួនយ៉ាងអាថ៌កំបាំងនឹងការបង្ហាញទ្វេដៃនៅក្នុងហាងតែមួយកន្លែងក្រុមជនក្បត់ជាតិ Hengians មួយក្រុមបានជិះកង់មកដល់ហើយដេញអតិថិជនទាំងអស់ចេញវ៉ាងលៀងមិនចង់មានរឿងក៏ដើរចេញប៉ុន្តែមានបុរសម្នាក់ឈ្មោះ Liu Chenchou លឆេនឆៅនៅតែអង្គុយផឹកតែយ៉ាងស្ងប់ស្ងាត់ជនក្បត់ជាតិបានចូលទៅគំរាមលីវឈិនជូប៉ុន្តែត្រូវលីវឈិនជូវាយបកវិញយ៉ាងចាស់ដៃដោយយកចានតែស្រោចមុខនិងទាត់ឲ្យដួលច្រងាប់ច្រងើជនក្បត់ឯទៀតចង់ស្ទុះទៅជួយក៏ត្រូវបានវ៉ាងលៀងនិងតាម៉ៅចូលទៅអន្តរាគមន៍វាបំបាក់អស់ខណៈពេលដែលវ៉ាងលៀងគិតថាលីវឈិនជូនឹងអរគុណតែលីវឈិនជូបែរជាបន្ទោសថាចេះដឹងរឿងគេទៅវិញភ្លាមនោះជនក្បត់ជាតិមួយក្រុមទៀតបានមកដល់ហើយឡោមព័ទ្ធលីវឈិនជូបានផ្លុំកញ្ចែជាសញ្ញាស្រាប់តែមានអ្នកសំគំនិតបាញ់ស៊ីបចំក្បាលជនក្បត់ជាតិពីរអ្នកភ្លាមធ្វើឲ្យអ្នកផ្សេងទៀតរត់ប្រះអាយុការជួបជុំតបព្រៃនិងការលេចមុខពិតអ្នកទាំង3បានបន្តដំណើរទៅកាន់ភ្នំដាម៉ៅ Demau Mountain ដើម្បីចូលរួមប្រជុំនៅតាមផ្លូវពួកគេត្រូវបានឡោមព័ទ្ធដោយក្រុមតបព្រៃ Guerrilla Unit ដែលដឹកនាំដោយប្រធានក្រុមជូ Captain Zhao នៅពេលស្គាល់អត្តសញ្ញាណថាវ៉ាងលៀងនិងលីវឈិនជូជាអតីតជើងខ្លាំងនិងជាដៃបាញ់ស៊ីបដ៏ឆ្នើមប្រធានក្រុមជូបានសម្ដែងការគោរពយ៉ាងខ្លាំងប៉ុន្តែដោយសារពាក្យសម្ដីឌឺដងគ្នាបន្តិចបន្តួចប្រធានក្រុមជូបានផ្លុំកញ្ចែឲ្យកងទ័ពពួនក្នុងព្រៃចេញមកបង្ហាញខ្លួនលីវឈិនជូក៏ផ្លុំកញ្ចែវិញហើយអ្នកបាញ់ស៊ីបរបស់គេបានបាញ់ទម្លាក់មួកស្លឹកឈើរបស់ប្រធានក្រុមជូធ្វើឲ្យប្រធានក្រុមជូសុកចិត្តចុះចាញ់និងទទួលស្គាល់ទ្វេដៃពេលទៅដល់កន្លែងប្រជុំគ្រប់គ្នាបានជួបជុំគ្នាប៉ុន្តែខ្វះខាតសមាជិកក្រុមទី3ស្រាប់តែនៅពេលនោះតានិងចៅដែលធ្លាប់ជួយពួកគេតាមផ្លូវបានដើរចូលមកយ៉ាងស្ងប់ស្ងាត់ការពិតទៅតានិងចៅពីរនាក់នេះគឺជាសមាជិកសម្ងាត់នៃក្រុមការងារប្រយុទ្ធទី3ដែលមានសមត្ថភាពនិងវិជ្ជាគុណខ្ពស់ហួសពីការស្មានរឿងរ៉ាវបានបញ្ចប់ដោយវ៉ាងលៀងនិងតាម៉ៅធ្វើដំណើរត្រឡប់មកវិញហើយបានជួបប្រទេសទាហានអាយ៉ងកំពុងចាប់ជំរិតអ្នកស្រុកពួកគេក៏បានរៀបផែនការបន្លំខ្លួនជាទាហានអាយ៉ងដើម្បីចូលទៅរំដោះប្រជាជនភ្លាមការប៉ះទង្គិចនៅតាមផ្លូវរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលវ៉ាងលៀង វ៉ងឡែង និងតាម៉ៅ ដេហ៊ីវ បានជិះរទេះសេះជាមួយពីរអ្នកតានិងចៅដើម្បីធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពប៉ុន្តែនៅតាមផ្លូវពួកគេបានជួបប្រឈមមុខជាមួយក្រុមទាហានអាយ៉ង Puppet Soldiers មួយក្រុមដែលកំពុងដឹកជញ្ជូនស្បៀងអាហារ
ដើមឡើយវាងលៀងមិនចង់បង្កើតរឿងធំនោះទេប៉ុន្តែទេសរបស់ក្រុមទាហានអាយ៉ងបានជាប់ផុងនៅក្នុងគំនរថ្មពួកទាហានបានខាត់រទេះរបស់ពួកគេឲ្យចុះទៅជួយរុញតាម៉ៅជាមនុស្សមានកំហឹងឆេវឆាវចង់ស្ទុះទៅវាយពួកទាហានភ្លាមប៉ុន្តែត្រូវបានវាងលៀងខាត់ទាន់ពេលចុះទៅជួយរុញរទេះពួកទាហានបែរជាអង្គុយមើលធ្វើប្រងើយធ្វើឲ្យវាងលៀងនិងតាម៉ៅមិនសំចិត្តយ៉ាងខ្លាំងតាម៉ៅក៏ដើរល្បិចស្រែកហៅរុញប៉ុន្តែមិនព្រមបញ្ចេញកម្លាំងឡើយឃើញដូច្នេះពួកទាហានក៏បង្ខំឲ្យតានិងចៅដែលធ្វើដំណើរជាមួយគ្នានោះមកជួយរុញដែរតាស៊ូសុំអង្វរដោយសារចៅរបស់គាត់មានជំងឺប៉ុន្តែទាហានអាយ៉ងមិនស្ដាប់ហើយថែមទាំងស្ទុះទៅវាយដំនិងជន់តាយ៉ាងព្រៃផ្សៃលើដីទង្វើនេះបានធ្វើឲ្យតាម៉ៅទប់កំហឹងលែងបានគាត់បានប្រើកម្លាំងបុកក្រឡាប់ប្រទេសសេះលើកបាវស្បៀងក្រវាត់បុកពួកទាហានហើយស្ទុះទៅបុកទាហានម្នាក់ហោះរាប់សិបម៉ែត្រវាងលៀងក៏បានស្ទុះទៅជួយប្រយុទ្ធដកអាវុធរំដោះស្ថានការភ្លាមផ្នែកទី2អាចកំបាំងអាវុធសម្ងាត់និងការលាក់ខ្លួន01-17-02-19បន្ទាប់ពីសត្រូវទាំងអស់ត្រូវបានកំទេចវាងលៀងបានពិនិត្យមើលសពទាហានអាយ៉ងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះទាហានភាគច្រើនត្រូវបានសម្លាប់ដោយអាវុធសម្ងាត់ Jog Weapons គាត់ក៏ចាប់ផ្ដើមសង្ស័យថាតានិងចៅពីរនាក់នេះមិនមែនជាអ្នកស្រុកធម្មតានោះឡើយបន្ទាប់មកតាម៉ៅបានច្រឡំមាត់ប្រាប់តានិងចៅនោះថាពួកគេទាំងពីរជាទាហាននៃក្រុមការងារប្រយុទ្ធ Armed Work Team ធ្វើឲ្យវាងលៀងខឹងស្ទើរតែគួតឈាមដើរបានបន្តិចតាម៉ៅបានរើសកាំភ្លើងមួយដើមពីដីប៉ុន្តែដោយសារភាពឆ្គងគាត់បានរអិលជើងដួលធ្វើឲ្យកាំភ្លើងផ្ទុះសំឡេងកាំភ្លើងនេះបានតាក់ទាញអារម្មណ៍ក្រុមទាហានជប៉ុនដែលនៅជិតនោះឲ្យដេញតាមមកវាងលៀងនិងតាម៉ៅបានស្ទុះទៅពួននៅក្នុងរូងចាងកាម៉ាស់ឬគំនរចាងកាម៉ាស់ទាហានជប៉ុនបានមកដល់ហើយបានរកឃើញតានិងចៅដែលកំពុងពួននៅទីនោះដែរតាបានធ្វើជាភ័យខ្លាចហើយបង្វែរដានដោយចង្អុលប្រាប់ជប៉ុនថាមានមនុស្សពីរនាក់រត់ទៅទីផ្សេងពួកជប៉ុនក៏ដេញតាមទៅពេលវាងលៀងនឹងតាម៉ៅចេញពីកន្លែងពួនពួកគេស្រាប់តែឃើញទាហានជប៉ុនដែលនៅចាំយាមត្រូវគេសម្លាប់ចោលទាំងអស់ហើយតានិងចៅក៏បាត់ខ្លួនយ៉ាងអាថ៌កំបាំងផ្នែកទី3ការជួបគ្នានៅហាងតែនឹងការបង្ហាញទ្វេដៃ02-20-037នៅក្នុងហាងតែមួយកន្លែងក្រុមជនក្បត់ជាតិ Hengens មួយក្រុមបានជិះកង់មកដល់ហើយដេញអតិថិជនទាំងអស់ចេញវាងលៀងមិនចង់មានរឿងក៏ដើរចេញប៉ុន្តែមានបុរសម្នាក់ឈ្មោះ Liu Chen-chou នៅតែអង្គុយផឹកតែយ៉ាងស្ងប់ស្ងាត់ជនក្បត់ជាតិបានចូលទៅគំរាម Liu Chen-chou ប៉ុន្តែត្រូវ Liu Chen-chou វាយបកវិញយ៉ាងចាស់ដៃដោយយកចានតែស្រោចមុខនិងទាត់ឲ្យដួលច្រងាប់ច្រងើជនក្បត់ឯទៀតចង់ស្ទុះទៅជួយក៏ត្រូវបានវាងលៀងនិងតាម៉ៅចូលទៅអន្តរាគមន៍វាយបំបាក់អស់ខណៈពេលដែលវាងលៀងគិតថា Liu Chen-chou នឹងអរគុណតែ Liu Chen-chou បែរជាបន្ទោសថាចេះដឹងរឿងគេទៅវិញភ្លាមនោះជនក្បត់ជាតិមួយក្រុមទៀតបានមកដល់ហើយឡោមព័ទ្ធ Liu Chen-chou បានផ្លុំកញ្ចែជាសញ្ញាស្រាប់តែមានអ្នកសំគំនិតបាញ់ស៊ីបចំក្បាលជនក្បត់ជាតិពីរអ្នកភ្លាមធ្វើឲ្យអ្នកផ្សេងទៀតរត់ប្រះអាយុផ្នែកទី4ការជួបជុំតបព្រៃនិងការលេចមុខពិត03-28-04-51អ្នកទាំង3បានបន្តដំណើរទៅកាន់ភ្នំដាម៉ៅ Demao Mountain ដើម្បីចូលរួមប្រជុំនៅតាមផ្លូវពួកគេត្រូវបានឡោមព័ទ្ធដោយក្រុមតបព្រៃ Guerrilla Unit ដែលដឹកនាំដោយប្រធានក្រុមជូ Captain Zhao នៅពេលស្គាល់អត្តសញ្ញាណថាវាងលៀងនិង Liu Chen-chou ជាអតីតជើងខ្លាំងនិងជាដៃបាញ់ស៊ីបដ៏ឆ្នើមប្រធានក្រុមជូបានសម្ដែងការគោរពយ៉ាងខ្លាំងប៉ុន្តែដោយសារពាក្យសម្ដីឌឺដងគ្នាបន្តិចបន្តួចប្រធានក្រុមជូបានផ្លុំកញ្ចែឲ្យកងទ័ពពួនក្នុងព្រៃចេញមកបង្ហាញខ្លួន Liu Chen-chou ក៏ផ្លុំកញ្ចែវិញហើយអ្នកបាញ់ស៊ីបរបស់គេបានបាញ់ទម្លាក់មួកស្លឹកឈើរបស់ប្រធានក្រុមជូធ្វើឲ្យប្រធានក្រុមជូសុកចិត្តចុះចាញ់និងទទួលស្គាល់ទ្វេដៃពេលទៅដល់កន្លែងប្រជុំគ្រប់គ្នាបានជួបជុំគ្នាប៉ុន្តែខ្វះខាតសមាជិកក្រុមទី3ស្រាប់តែនៅពេលនោះតានិងចៅដែលធ្លាប់ជួយពួកគេតាមផ្លូវបានដើរចូលមកយ៉ាងស្ងប់ស្ងាត់ការពិតទៅតានិងចៅពីរនាក់នេះគឺជាសមាជិកសម្ងាត់នៃក្រុមការងារប្រយុទ្ធទី3ដែលមានសមត្ថភាពនិងវិជ្ជាគុណខ្ពស់ហួសពីការស្មានរឿងរ៉ាវបានបញ្ចប់ដោយវាងលៀងនិងតាម៉ៅធ្វើដំណើរត្រឡប់មកវិញហើយបានជួបប្រទះទាហានអាយ៉ងកំពុងចាប់ចម្រិតអ្នកស្រុកពួកគេក៏បានរៀបផែនការបន្លំខ្លួនជាទាហានអាយ៉ងដើម្បីចូលទៅរំដោះប្រជាជនភ្លាម